សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញ War Machine Legendary Classic របស់ BMW ឲ្យបងប្អូនឃើញនេះនៅខាងក្រោយខ្ញុំនេះខ្ញុំជឿជាក់ថាបងប្អូនមួយចំនួនគឺអត់ស្គាល់ពីវាទេតែឥឡូវនេះខ្ញុំនឹងបង្ហាញពីវានេះគឺជា BMW K100RS ប្រភេទម៉ូតូនេះក៏រូបរាងវាគឺមិនមែនអញ្ចឹងទេរូបរាងវាគឺជាប្រភេទម៉ូតូ Touring ប្រភេទម៉ូតូ Touring មិនដែរដល់ពេលបងប្អូនឃើញឥឡូវនេះវាទៅជាកាហ្វេ Racer របស់ BMW មូលហេតុដែលខ្ញុំឲ្យបងប្រុសខាងហាងម៉ូតូជួយរៀបចំប្រភេទម៉ូតូនេះឲ្យដោយសារទី1គឺខ្ញុំស្រឡាញ់ប្រភេទម៉ាស៊ីន Inline Classic របស់ BMW នេះបងប្អូនមើលប្លុកម៉ាស៊ីនគឺមើលទៅ aggressive មែនទេនេះគឺមើលទៅវា look cool មែនទេបើលេខមើលរូបរាងមកជុំហើយបងប្អូនដឹងថាវាមើលទៅគឺ classic បើសិនវាគឺរបៀបថាបើការពីជំនាន់ហ្នឹងគឺនេះគឺ legendary machine ហ្នឹងគឺគិតពី performance អត់ខ្វល់ពីសាំងទេប៉ុន្តែគិតពី performance ហើយនឹងការប្រើប្រាស់ពេលដែលយើងជិះនៅលើផ្លូវគឺ smooth ស្រួលមែនតើអញ្ចឹងបាទខ្ញុំសម្រេចចិត្តថាជ្រើសរើសយកប្រភេទម៉ាស៊ីននេះយកមកបំពាក់លើម៉ូតូតែយើងកោរៀងកោ style នេះទៅជាកាហ្វេដែរវិញបងប្អូនដឹងស្រាប់ហើយកាលណាតែប្រើកន្លែគឺវាជឿទៅវា smooth អត់កត្រាក់ដូចប្រយោគឯងខ្ញុំពេញចិត្តមែនដែរហើយសំស្បីថាclipper នេះBrembo original របស់ Brembo ប៉ុន្តែតាំងពីឆ្នាំ1980ជាមើលហើយ Brembo Classic គ្រឿងវាពិបាករក mechanic ក៏ពិបាកជួសជុលប៉ុន្តែបើប្រព័ន្ធមិនវិញអស់រូបរាងអត់ទាស់បងប្អូនមើលមកជុំតោះបង្ហាញមកជុំមើលអេជួយលុយហើយប្រភេទម៉ាស៊ីននេះបើសិនជាអ្នកដែលអត់ធ្លាប់ប្រើបើគាត់ជាអត់ដឹងទេគិតថាវាសាមញ្ញធម្មតាប៉ុន្តែបើសិនជាអ្នកធ្លាប់ប្រើម៉ាស៊ីនប្រភេទ Touring របស់ BMW កាលពីឆ្នាំ1980ជាងមកបានដឹងថាកាលពីជំនាន់នោះ BMW គឺខ្លាំងជាងគេមកម៉ូតូដែលជិះ relax performance បូកបញ្ចូលគ្នាតែមួយបានចេញអានេះមកគឺតួសាក់ស៊ីនេះគឺជាតួបាឡេអានេះដែលភាសាបច្ចេកទេសគេថា single arm ណាចឹងគឺម៉ាស៊ីនជាមួយនឹងកន្លែងគឺជាប់គ្នាហ្មងរូបរាងវាលយខ្ញុំស្រឡាញ់ពេញចិត្តបំផុតអានេះវាជាប្រភេទម៉ូតូ collector ហើយនៅក្នុងប្រទេសកម្ពុជាយើងអត់មានច្រើនគ្រឿងឯងហើយជាមានតែ5ទៅ6គ្រឿងប៉ុណ្ណឹងឯងវីដេអូមានប៉ុណ្ណឹងឯងបើសិនជាមានចម្ងល់អីអាចសួរឯងបាទ